ទេវាសែនវែងអនឡាយគុណមិនចេះចិនណាយគុំសាយក្រអូបក្លិនស្រូវគូឲ្យអាឡ័យខ្យល់ផ្ដាច់សៃគួចគង់វៀងផ្លូវចំណោបោកហាត់បងខុសរដូវក្លិនស្រូវព្រាត់ឆ្ងាយវាសាសន្យាស្រុកស្រែបំណងធ្នមស្នេហ៍ដំបូងខំគោះទ្វាបេះដូងលំលួងហ៊ានដាក់សង្ខាអមស្រែទ្រាំខ្លួនប្រលិតត្រពួនស្វិតក្រៀមអាត្មាព្រោះតែជំនោបងហួតជលសាពួតទាំងចិន្តាស្នេហាខ្ញុំហើយសងតែទឹកភ្នែកស្រក់ស្រែកសូមព្រះលោកជួយក្នុងបេះដូងមានស្នេហ៍តែមួយស្នេហ៍មួយរបេះទៅហើយគេច្រៀងបាទនៅពេលនេះយើងក៏បានធ្វើដំណើរមកដល់ខេត្តកំពង់ឆ្នាំងយើងក៏បានជួបមើលជីវភាពបងប្អូននៅទីនេះក្នុងការរស់នៅរបស់អ្នកស្រែចម្ការក្នុងទឹកដីខេត្តកំពង់ឆ្នាំងម្ដងហើយនៅនេះគឺជានៅមានស្រែមួយដែលយើងបានឃើញទស្សនវិជ្ជានៅទីនេះឲ្យមានសម្បូរទៅដោយដើមត្នោតយើងចង់ដឹងថាតើបងប្អូននៅទីនេះរស់នៅដោយរបៀបណាហើយការដែលគេដើមត្នោតនេះមានប្រយោជន៍យ៉ាងដូចម្ដេចចំពោះប្រជាជននៅទីនេះហើយដើមត្នោតនេះតើគេត្រូវគៀបយកទឹកដោយរបៀបណាឬក៏យកផ្លែយ៉ាងដូចម្ដេចនៅពេលនេះយើងក៏បានធ្វើសម្ភាសបងប្រុសម្នាក់ដែលជាម្ចាស់ស្រែនៅទីនេះហើយគាត់ក៏ជាអ្នកឡើងត្នោតផងដែរដូច្នេះសូមស្ដាប់ការធ្វើសម្ភាសរបស់គាត់ដូចតទៅហើយគេដាក់ដុកនៅទីនេះណាអ្នកដុកនៅភូមិបាទហើយភូមិនេះភូមិអីដែរភូមិទាំងរោមភូមិល្វែកភូមិកំពង់អនៅឃុំល្វែកបាទស្រុកកំពង់ស្រុកកំពង់ឡាយខេត្តកំពង់ឆ្នាំងហើយតើបងប្អូនយើងនៅទីនេះមានរបបខ្ញុំរបស់យើងដែរបងប្អូនយើងនៅហើយយកតាមរបស់នេះជាចែកជាក្នុងក៏ជាយើងមកអត់ដៃ3បងប្អូនទាំងអស់ហើយទឹកស្នោតដែលយើងធ្វើបានខ្ញុំជារបស់កឬក៏យកទៅធ្វើជាអ្វីទៅដល់ផ្អែមយើងយករបស់កតែបើស្នោតយើងហើយទឹកស្នោតយើងមកទៅបានកម្រៃប្រហែលដែរក្នុងឆ្នាំមួយឆ្នាំមកស្នោតបាទបើយើងគិតពីថ្ងៃខ្ញុំបានហើយឡើងតិចដែរនោះ4 10ដើមហ្នឹងថ្ងៃ20000 30000ថ្ងៃដែរអូគាត់ទឹកស្នោតចុះនៅផ្លែទៀតផ្លែវាអត់បាននេះគាត់ដល់យើងធ្វើអត់មានផ្លែអូដល់ពេលយើងធ្វើជាទឹកស្នោតយើងអត់មានផ្លែទេចុះផ្លែហ្នឹងដូចជាផ្លែខ្ចីយើងយកទៅធ្វើអ្វីដែរផ្លែខ្ចីហ្នឹងបើយើងនេះយកទៅស្លក៏បានអាខ្ចីយើងគេយកស្លណាតែយើងល្មមហូបយើងយកគ្រាប់បាទគុំអញ្ចឹងទៅយើងយកទៅឲ្យគូច្បាច់ឲ្យគូហើយយើងយកគ្រាប់វាហ្នឹងបានទៅដុសទៅចែបានទៀតចែបានច្បាច់យកទៅច្បាច់យកឲ្យគូវិញគូវាធាត់ឲ្យគូធាត់អូចាំទៅទៀតបាទជុំវាច្បាច់ឲ្យគូផឹកទឹកធាត់យកគ្រាប់វាហ្នឹងទៅបដោសយកអាមើមវាទៀតឲ្យយកអាកពីងរបស់វាពីងវាក៏បានមើមវាក៏បានទៀតអូអញ្ចឹងហើយថ្នោតដែលយើងធ្វើហ្នឹងគឺពេញមួយឆ្នាំមកមួយឆ្នាំទល់មួយឆ្នាំមកបានមួយឆ្នាំទេយើងចាប់ពីខែកដឹកហ្នឹងបានទៅដល់ខែចែកអស់ចឹងបានប្រហែលខែកដឹកបោះកដឹកតែបោះមានប្រពន្ធចាស់បានមួយឆ្នាំ6ខែយ៉ាង6ខែហ្នឹងទេចុះបើក្រៅពីអស់ពីថ្នោតហ្នឹងទៅតើយើងធ្វើអីទៀតដល់ថ្នោតយើងបានខែទេអត់ធ្វើស្រែហ្នឹងស្រែហ្នឹងដល់ពេលទឹកមកទឹកវាលិចពេញក្នុងហ្នឹងមកនេះទឹកភ្លៀងតែនេះវាជាណាទឹកចំនួនជន់មកខាងនេះទឹកចំនួនជន់ពីខាងណាមកពីទន្លេពីនេះពីទឹកលើមកវិញខែទឹកលេឡើងពីនោះមកចូលដែរចឹងហើយស្រែទៅពេលយើងធ្វើស្រែក្នុងមួយឆ្នាំបានប្រហែលតោនដែរតែច្រើនទេខ្ញុំមកទៅច្រើនដែរមិនតោនក្នុងមួយឆ្នាំតែទៀតនោះ
ចឹងជីវភាពអាចរស់នៅបានស្រួល ជីវរស់នៅបានស្រួលតែគាត់នឿយទៅ នឿយតិចបាទព្រោះជីវភាពរបស់កករបស់ខ្មែរយើងបាទ គាត់នឿយទៅបាទតែយើងអ្នកខ្លះវាខ្វះខាតចឹងទៅដោយជីវភាពទៅខ្វះខាតចឹងទៅមិនទីទៅហើយចឹងក្នុងពីមួយឆ្នាំទៅមួយឆ្នាំឡើងណោតធ្វើស្រែហើយមានធ្វើចំការធ្វើអី ដាំដំណាំដាំបន្លែដាំពូជដាំអីទៅហ្នឹង ដីហ្នឹងអាចដាំពោតបានផង ដាំម្លឹកហ្នឹងទៀតនោះខែសាក់ដាំម្លឹកទៀតហើយដាក់វាដើមឆ្នាំយើងដាំម្លឹកទៀត ចុះដល់ពេលយើងធ្វើស្រែទៅ ដល់ពេលយើងធ្វើស្រែវាអស់អាឡឹកហ្នឹងយើងជួលុកវាចោលទៅ អត់ដីភ្ជួរមិនហ្នឹងគឺប្រាប់ដាំ អាឡឹក ឥឡូវធ្វើចំការមក លឹកដាំអាឡឹកដាំនូង អូ នូងជុំយើង បាទ បើ បើ សិន ចិត្ត តែខ្ញុំដាំនេះអស់នេះស្រែនេះ បាទបើចិត្តទៅពេលប្រាំងយើងធ្វើចំការលោកស៊ូមធ្វើស្រែម្ដងបាទអត់បើអញ្ចឹងបងប្អូនយើងនៅទីនេះក៏មានដីធ្លីអញ្ចឹងក៏រស់នៅដោយស្រួល អីទីរត់ជួល បាទ តែជាមានចេះធំចឹងចេះធំអាចចេះធំចេះតែ អូបាទ នេះជាលឺបាទគេទៅបែរនូងអស់ចឹងទៅនូងនៅខ្លះអីខ្លះបើខ្ញុំជួលុកដាំនូងជុំទៅស្រាល អូត្រូវប្រាប់ប្រហែលខែបន្ត ស្រាលនឹងយើងជុំខែជុំខែជុំខែពុទ្ធវត្តចុចប្រដិតខែមៀក3ខែ 3ខែត្រូវប្រាប់3ខែ ស្រាលទៅមនុស្សយើង3ខែ ហើយដល់យើងធ្វើបានត្រូវយើងទុកបតាខ្លួនឯងឬក៏លក់អូខេ បានស្អីយើងលក់ឲ្យទៅខ្លាចបានខ្លាចណាហើយពេលของយើងទៅនេះ ហើយអញ្ចឹងយើងចាក់ជីចាក់អីណា បាទចាក់អាចគូតែខែនេះដឹកអាចគូយកមកចាក់ដាំដំណាំ ឲ្យយើងប្រើជីធម្មជាតិ បាទតែជីអាចគូយើង មិនមែនជីគីមីទេ អត់ទេអត់អាចធ្វើជីចង់ធ្វើតែអាចគូឲ្យលុយទិញបានជីគីមីហើយបាទមកពេលជា100000ហើយ បាទ ខ្ញុំជួបទៅស្រាលទូប្រាំងទៀត អូបាទអូអត់ហ្នឹងត្រូវប្រាំងឲ្យខៀវហ្នឹង ប្រាំង ជប់បើទៅត្រូវប្រាំងទឹកបានមកពីខាងណាបាទ បន្លាយមកពីទឹកមក អញ្ចឹងបូមទឹកបន្លែនោះអត់ទៅចូល កម្មជន់ចូលមកពេលជន់ខ្លាំងធៀងចូលតែឥឡូវវាដល់បូមទៅបូម អញ្ចឹងខ្ញុំសូមអរគុណឲ្យខ្ញុំជួយប្រធានបាទ